ដើមផ្ការន្ទះបាញ់ថ្នាំព្យាបាលដុំគិសទូទៅគ្រប់ប្រភេទមិនថាគិសនោះគឺជាគិសដុំគិសសាច់ឬក៏គិសទឹកទេមមិនថាគិសដោះនៅក្នុងដៃស្បូនឬក៏ក្នុងស្បូននៅក្នុងមួយទូខ្លួនរបស់ពុកម៉ែបងប្អូនក៏អាចព្យាបាលបានដែរគ្រាន់តែថ្នាំខ្មែរអាស្រ័យលើការព្យាយាមរៀងយូរបន្តិចទៅបងប្អូនឆាប់ជាពិសេសក៏ជាថ្នាំព្យាបាលនៅជំងឺក្រពះពោះវៀនរ៉ាំរ៉ៃបានផងដែរសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាជំងឺក្រពះពោះវៀនឧស្សាហ៍ចុកច្អល់ក្នុងពោះឈឺត្រង់ចំណុចបោះដៃផុតហើយឧស្សាហ៍កេងលក់យល់សពឃើញច្រើនហើយរបៀបប្រើប្រាស់គឺដូចគ្នាពុកម៉ែបងប្អូនគ្រាន់តែទៅកាត់យកដើមផ្ការន្ទះបាញ់នេះយកទាំងដើមទាំងស្លឹកទាំងផ្កាបន្ទាប់មកលាងសម្អាតទឹកឲ្យច្រើនណាស់ហើយបងប្អូនយកទៅកាត់កង់ហាលថ្ងៃស្ងួតរបៀបប្រើប្រាស់បងប្អូនចាប់ចំនួន30ក្រាមដាំទឹកចំនួន2ទៅ3លីត្រតាមដែលបងប្អូនហូបទឹកតិចទឹកច្រើនក្នុងមួយថ្ងៃសូមបងប្អូនព្យាយាមហូបទាល់តែជាចាំបងប្អូនឈប់ហើយសូមបញ្ជាក់ផងដែរថាទឹកថ្នាំត្រូវដូរដាំថ្មីហូបជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា